បន្ទាប់ពីកិច្ចហួយគាត់បានព្យាបាលបាទជំងឺក្លន់លូនបាទបានជាសះស្បើយបាទក៏បាននាំគាត់មកលេងប្រាសាទអង្គរវត្តបងប្អូនហើយនៅក្នុងវីដេអូមួយនេះបាទដោយសារតែខ្ញុំឲ្យកិច្ចហួយគាត់ជម្រាបសួរបាទពុកម៉ែបងប្អូនហើយនឹងនិយាយពីអារម្មណ៍នៅពេលដែលគាត់បានមកដល់ប្រាសាទអង្គរវត្តតើគាត់មានអារម្មណ៍បែបណានៅពេលនោះគាត់អារម្មណ៍គាត់អត់សូវសប្បាយចិត្តប្រហែលនេះដោយសារតែគាត់ទើបតែក្រោកពីឈឺអញ្ចឹងណាបាទប៉ុន្តែគាត់មានអារម្មណ៍ថាសប្បាយនៅពេលដែលឃើញអង្គរវត្តប៉ុន្តែគាត់ថាយើងចង់ឲ្យគាត់និយាយខ្លួនឯងពីអារម្មណ៍របស់គាត់ប៉ុន្តែគាត់អត់និយាយអត់ចេញបាទបន្ទាប់មកទៀតក៏នាំគាត់ទៅញ៉ាំបាយបាទនៅរមណីយដ្ឋានមួយកន្លែងបាទនៅក្នុងខេត្តសៀមរាបដែរបងប្អូនបាយប្រាក់ទ័រលុយណាស់មកជិះបាយប្រាក់ទ័រតោះឲ្យតែបើកឡានដងហ៎បាក់ម៉ូតូអូមានម៉ូតូទៀតណែបងប្អូនបាទគេហៅថារបស់កែច្នៃច្នៃប្រឌិតណាមានឈ្នាន់គេជន់បាទមានកង់មានន័យថាបាទសម្រាប់នៅអាហារដ្ឋាននេះគឺគាត់យកប្រភេទកង់ឡានយកមកកែច្នៃបាទកែច្នៃជិះម៉ូតូទៀតអូយមកជាគៀងម៉ូតូឲ្យប៉ុណ្ណាណៃហើយជិះម៉ូតូកើតនៅអូយលយណាស់បើកឡានវិញអូខេតាគេបើកឡានម្ដងវ៉ាវឡាននេះក៏កាន់តែទំនើបទៀតដែរបងប្អូនបាទកាន់តែទំនើបហើយឡាននេះណាចកោតចកោតឡានចកោតបាក់បាត់ហើយចកោតហ្នឹងហ៎ឡាននេះបាក់ចកោតបាត់ហើយឡានលយណាបងប្អូននេះណាហ្នឹងកូនហ្នឹងសិនណាខ្ញុំថតរូបស្លឹកសិនណែអាចជិះក្រោយទៀតយ៉ាឡានគេមានដបូលទៀតខាងលើគឺឆាត់ហ្នឹងឆាត់អត់ធ្វើដបូលបាទនេះគឺមានតោងមានកញ្ចុះមានអីកន្លែងអាហារដ្ឋាននៅខាងមកខេត្តសៀមរាបនៅទល់មុខអង្គរណាបាទនៅទល់មុខច្រកចូលអង្គរការរៀបចំតុបតែងបែបសាមញ្ញប៉ុន្តែគិតថាល្អបាទសាមញ្ញតែគិតថាល្អមានកន្លែងលេងក្មេងច្រើនអូខេអរគុណបងប្អូនយើងគ្រប់លាទាំងអស់គ្នាបាទជម្រាបលាកូនអើយ